ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើស្លាបមន់ជៀនហិលហើយស្រួយឆ្ងាញ់ហើយបងប្អូនអាចទស្សនាវីដេអូទាំងអស់គ្នាហើយបងប្អូនដែលក៏ទស្សនាកុំភ្លេចជួយចុច Subscribe YouTube Channel នឹងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីទស្សនាជារៀងរាល់ថ្ងៃឥឡូវនេះយើងមកមើលពីវិធីធ្វើទាំងអស់គ្នាមុនដំបូងខ្ញុំយកស្លាបមន់របស់យើងនឹងទៅលាងទឹកសម្អាតហើយកាប់ជាដុំតូចអញ្ចឹងយកទៅប្រឡាក់អំបិលបន្តិចសិនណាហើយបន្តមកទៀតគឺខ្ញុំដាក់ឆ្នាំងខ្ទះដាក់មកក្តៅហើយចាក់ប្រេងឆាចូលហើយយកស្លាបមន់ដែលយើងប្រឡាក់អំបិលមិញហ្នឹងទៅចៀនយើងចៀនឲ្យស្រួយបងប្អូនឲ្យឡើងឆ្អិនណាហើយយើងដាក់ភ្លើងតិចកុំឲ្យស្លាបមន់យើងខ្លោចឥឡូវនេះគឺខ្ញុំដាក់ចៀនឲ្យស្លាបមន់គឺយ៉ាងច្រើនដែរបងប្អូននិយាយទៅបងប្អូនកាប់តូចសម្រាប់ទឹកសោះខ្ញុំដាក់ទឹកស៊ីអ៊ីវស្ករសម្សៅស៊ុបខ្ទឹមសអញ្ច្រាមខ្ញីហើយខ្ញុំដាក់ប្រេងខ្យងចូលហើយនឹងជាមួយនឹងទឹកប្រេងល្ងហើយទឹកខ្មុំបន្តិចតមកទៀតយើងដាក់ទឹកម្ទេសកូរ៉េហើយយើងដាក់ទឹកម្ទេសអីក៏បានដែរបងប្អូនយើងដាក់យកពណ៌ក្រហមហើយបងប្អូនដាក់តាមហ្នឹងតាមចំណង់ចំណូលចិត្តចង់បានរាងក្រហមដាក់ឲ្យច្រើនណាហើយបន្តមកទៀតគឺយើងកូរឲ្យបែកអញ្ចឹងមកបងប្អូនឲ្យលាយសព្វល្អមកសម្រាប់ទឹកសោះនេះបងប្អូនអាចថែមទឹកស្អាតបន្តិចទៅដើម្បីកុំឲ្យខាប់ពេកហើយយើងកូរឲ្យចូលទុកឲ្យលាយសព្វល្អបន្តិចសិនមកហើយយើងងាកមកមើលជាមួយនឹងស្លាបមន់ដែលយើងចៀនបាញ់មិញហ្នឹងយើងចៀនប្រើខ្លាញ់តិចបានទេបងប្អូនកុំប្រើខ្លាញ់ច្រើនពេកព្រោះពេកប្រើខ្លាញ់ច្រើនពេកទៅគឺវាឆ្អែតខ្លាញ់ពេកទៅគឺយើងញ៉ាំទៅអត់សូវល្អខ្ញុំដាក់ប្រេងរៀងតិចដែរប្រេងឆាតមកទីខ្ញុំប្រែមើលត្រឡប់ចុះត្រឡប់ឡើងអាសាត្រឡប់បងប្អូនកុំឲ្យខ្លោចយើងដាក់ភ្លើងតិចណាយើងចៀនរហូតតតែស្លាប់ដន់យើងប្រែពណ៌ក្រហមអញ្ចឹងមកបងប្អូនហើយកន្លែងហ្នឹងបងប្អូនកុំភ្លេចចាក់ខ្លាញ់ចេញណាបើខ្លាញ់ច្រើនយើងចាក់ចេញយកប្រេងឆាហ្នឹងយើងចាក់ចេញបន្តមកទៀតគឺខ្ញុំយកទឹកសុទ្ធដែលខ្ញុំលេងបាញ់មិញហ្នឹងយកមកស្រោយពីលើហើយយើងកូរឲ្យចូលសព្វគ្រឿងបងប្អូនមើលតែសាច់មាន់យើងឆ្អិនចាំយើងដាក់ដើម្បីឲ្យសាច់មាន់យើងយកពណ៌ស្អាតហើយបងប្អូនធ្វើញ៉ាំទៅគឺមានរសជាតិឆ្ងាញ់ហើយបងប្អូនលៃលគ្រឿងតាមហ្នឹងណាសម្រាប់ខ្ញុំយករៀងល្មមអត់សូវប្រៃពេកណាហើយខ្ញុំបន្ថែមជាមួយនឹងម្ទេសសម្រាប់ម្ទេសនេះគឺម្ទេសផ្លោកបងប្អូនយើងដាក់យំពណ៌ណាគឺអត់ហឹលទេបន្តមកទៀតគឺខ្ញុំថែមជាមួយនឹងល្ងសដាក់យកក្លិនឈ្ងុយហើយញ៉ាំទៅគឺរៀងហឹលតិចហើយឈ្ងុយល្ងគឺឆ្ងាញ់ហើយបងប្អូនអាចសាកធ្វើញ៉ាំបានហើយសម្រាប់វីដេអូនេះបើសិនជាខ្ញុំនិយាយទៅមានខុសឆ្គងដោយប្រការណាមួយអីសូមបងប្អូនទាំងអស់គ្នាអភ័យទោសផងអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត